ពលរដ្ឋសួរថាបើសុំទោសឲ្យយ៉ាងម៉េចទៀតបុកក្មេងនៅរិស័យកែវរឿងរិស័យកែវនេះអូអត់ផុតទេបងប្អូនឥឡូវស្ត្រីម្នាក់ឈ្មោះសុកច័ន្ទបូរមីនិងបរិសម្នាក់ឈ្មោះសមីនសុវថាលោកសមីនសុវថាជាមន្ត្រីរាជការរបស់សាលាស្រុកកងមាសហើយក៏ជាកូនអភិបាលស្រុកកងមាសនឹងដែរប៉ុន្តែថ្ងៃនេះស្រាប់តែឃើញមកសំពះលុតជង្គង់នៅប៉ុស្តិ៍ប៉ូលីសសុំទោសសាធារណជនដើម្បីឲ្យលើកលែងទោសឲ្យគាត់ហេតុអីបានជាអ្នកទាំងពីរអ្នកហ្នឹងត្រូវលុតជង្គង់សុំទោសសាធារណជនឲ្យលើកលែងទោសបើម៉ោងនេះគឺប៉ូលីសកំពុងតែស៊ើបអង្កេតរឿងក្តីហើយចាប់គាត់ឃុំខ្លួនដាក់ទៅតុលាការដើម្បីជំនុំជម្រះក្តីរឿងគ្រោះថ្នាក់ចរាចរណ៍រឿងចេះប្រជាពលរដ្ឋមិនពេញចិត្តនឹងលោកសមីនសុវថាសមីនវុទ្ធរិទ្ធនេះដែលថាពេលដែលសវឹងជោគហ្នឹងគឺថាអាងបនស័កអំណាចរបស់ខ្លួនហ្នឹងគឺប្រើសម្ដីចង់វាយចង់អីចាស់លុយ$20000ដើម្បីបញ្ចប់រឿងអីឡាក់នឹងឡាក់អីចឹងទៅភាសាហ្នឹងមិនមែនជាភាសារបស់តែលោកសមីនសុវុទ្ធរិទ្ធហ្នឹងទេភាសាហ្នឹងគឺជាភាសារបស់កូនថ្នាក់ដឹកនាំអ្នកធំអ្នកមានគេនិយាយមកអាយុហើយប្រជាពលរដ្ឋរកម្មចិត្តរឿងហ្នឹងវាដូចថាទឹកមួយដំណក់នៅក្នុងកែវដែលព្រៀបហៀហើយដាក់ទៅវិហៀខ្ចាយទេបងប្អូនវាមិនមែនរឿងហ្នឹងថាអូតាក់តងនឹងលោកតាសមីនវុទ្ធរិទ្ធហ្នឹងម្នាក់វាមិនមែនទេរឿងនេះជាជំងឺរ៉ាំរ៉ៃនៅក្នុងសង្គមទេប៉ុន្តែវាចៃដន្យអីវាទ្រាំលែងបានអញ្ចឹងទៅប្រជាពលរដ្ឋឮសូរសម្ដីបែបនេះទៀតគឺមួម៉ៅហើយឥឡូវនេះគឺគាត់ឡើងមកសារភាពសុំទោសឲ្យប្រជាពលរដ្ឋអត់អោនគាត់ថានឹងកែខ្លួនគាត់ជប់ប្រើពាក្យផ្ដេសផ្ដាស់អីដែលខុសឆ្គងគាត់ស្វឹងស្រាអីគាត់និយាយចឹងប៉ុន្តែគាត់មិនមែនអ្នកបើកឡានហ្នឹងទេឃើញទេអង្គហេតុហ្នឹងគឺនៅដដែលផ្ទុយទៅវិញស្ត្រីសុកច័ន្ទបូរមីហ្នឹងក៏មកសុំទោសដែរថាគាត់បើកឡាននៅពេលហ្នឹងដែលប្រហែលជាមិនប្រយ័ត្នប្រយែងអីធ្វើឲ្យធ្លាប់ធ្លួយបុកកូនក្មេងហ្នឹងរបួសអីចឹងគាត់សុំទោសដែររឿងនេះវាខ្ញុំជឿថាជាការស្អំចិត្តដើម្បីឲ្យសាធារណជនឈប់និយាយរឿងហ្នឹងទៀតទៅបានហើយព្រោះអីឥឡូវភាគីទាំងពីរចេញមកសុំទោសហើយយ៉ាងម៉េចទៀតតើចង់បានអីទៀតឥឡូវរឿងថាតើអ្នកណាបើកឡានប្រកាសអ្នកណាមិនបើកឡានប្រកាសគឺខាងប៉ូលីសប្រាប់ថាស្ត្រីហ្នឹងជាអ្នកបើកឡានឥឡូវគេចាប់ហើយយ៉ាងម៉េចទៀតឃើញទេបងប្អូនរឿងគឺវានៅអញ្ចឹងប្រជាពលរដ្ឋយើងឃើញសាកសីថតរូបថតអីប្រសិទ្ធប្រសាច MMO ថតទៅអាអង្គហេតុហ្នឹងវាពុលការស៊ើបអង្កេតវាពុលតុលាការប្រជាជនធ្វើឲ្យតុលាការប៉ូលីសហ្នឹងក៏ដោះស្រាយរឿងក្តីអត់បានជាទីបំផុតឃើញវារញ៉េរញ៉ៃអាណាធិបតេយ្យហើយចុងក្រោយទៅបង្ខំឲ្យពីរអ្នកដែលជាអ្នកដែលចាប់ខ្លួនទៅឃុំខ្លួនហើយឲ្យមកសុំទោសលុតជង្គង់សាពះដល់ដី3ដងដើម្បីឲ្យចប់រឿងចង់និយាយថាកុំឲ្យសាធារណជនចាប់និយាយថាឲ្យកុំឲ្យខឹងពួកគាត់អីអញ្ចឹងទៅបាទតាមពិតវាមិនមែនជារឿងអីខុសឆ្គងទេនៅក្នុងការដែលខុសឲ្យសុំទោសប៉ុន្តែរឿងដែលសំខាន់បងប្អូនមើលទៅវាជាជំងឺនៅក្នុងសង្គមមួយដែលរឿងដោះស្រាយតាមផ្លូវច្បាប់អត់បានច្បាប់ប្រជាពលរដ្ឋលែងទុកចិត្តដែរឥឡូវមកចេញជាការសុំទោសសុំអីអញ្ចឹងតើក្នុងនាមជាជនរងគ្រោះឬក៏សារភាពថាខ្លួនជាអ្នកកាន់ដៃចង្កូតទៅហើយមានកាមេរ៉ាមានអីហើយឥឡូវត្រូវការឲ្យគាត់មកស្លុតជង្គង់សំពះសុំទោសទៀតដើម្បីឲ្យទទួលកំហុសចោះអ្នកដែលរកកំហុសក្រែងតុលាការមិនអញ្ចឹងជាការពិតនេះជាសិលធម៌សង្គមប្រហែលជារងសម្ពាធអីគាត់ត្រូវធ្វើប៉ុន្តែបើតុលាការរកឃើញតែគាត់មានកំហុសតុលាការកាត់ទោសហេតុអីត្រូវឲ្យបុគ្គលហ្នឹងត្រូវការលុតជង្គង់សុំទោសទៀតរឿងបរោះដែលជាអ្នកអត់បើកឡានគឺលោកណែសមីនវុទ្ធរិទ្ធហ្នឹងគឺគាត់សុំទោសជាការត្រឹមត្រូវហើយព្រោះអីគាត់សុំទោសរឿងគាត់ប្រមាថរវាយគេរអីរចាស់លុយ$20000មនុស្សស្លាប់អីហ្នឹងហាក់បីដូចជីវិតហ្នឹងទិញបានដូចទីផ្សារអញ្ចឹងអាហ្នឹងគឺជាការត្រឹមត្រូវដែលគួរតែសុំទោសគួរអីទៅប៉ុន្តែអារឿងអំពើផ្ដេសផ្ដាស់ហ្នឹងក៏នៅតែត្រូវតុលាការកាត់ទោសអញ្ចឹងតុលាការកាត់ទោសមួយសារឥឡូវតុលាការប្រជាជនកាត់ទោសមួយសាររឿងនេះតើយុត្តិធម៌សង្គមរបស់យើងនឹងអាចនឹងមានបណ្ណាទៅហើយនឹងភាពឈឺចាប់ទាំងអស់ទាំងជនរងគ្រោះទាំងអ្នកដែលជាជនរងគ្រោះទាំងជនដៃដល់ហ្នឹងតើវាយ៉ាងម៉េចទៅវិញបាទបងប្អូនរឿងនេះអញ្ចឹងបានថាការកែតម្រង់មួយគឺត្រូវតែធ្វើឡើងឲ្យស៊ីជម្រៅជាងការកែលម្អហើយរឿងនេះវារ៉ាំរ៉ៃយូរឆ្នាំពេកហើយគួរតែបញ្ចប់អាវប្បធម៌ដែលធ្វើឲ្យប្រជាពលរដ្ឋស្អប់អាជ្ញាធរស្អប់អ្នកមានអំណាចស្អប់អំពើអយុត្តិធម៌នៅក្នុងសង្គមវាផ្ទុះហ่าបងប្អូនឃើញទេឥឡូវគឺប្រជាជនគឺអត់ប្រណីទេគឺអត់អនុគ្រោះតតែសោះខ្ញុំបាទឈ្មោះសាមីនវុទ្ធរិទ្ធព្រឹត្តិការណ៍ដែលកើតឡើងនៅប្រហែលថ្ងៃមុននេះខ្ញុំពិតជាមានការសោកស្ដាយជាខ្លាំងដែលខ្ញុំបានហូបចុកគ្រឿងស្រវឹងមិនចេះគិតបណ្ដាលឲ្យគ្រប់គ្រងខ្លួនឯងមិនបានបង្កពាក្យសម្ដីប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋជាខ្លាំងខ្ញុំពិតជាមានការសោកស្ដាយជាខ្លាំងដែលខ្ញុំបានប្រើពាក្យសម្ដីមិនសមរម្យទៅលើបងប្អូនប្រជាពលរដ្ឋនិងមហាជនទាំងអស់ជាចុងក្រោយខ្ញុំចង់សូមបងប្អូនលើកលែងទោសឲ្យខ្ញុំនឹងសន្យាថានឹងកែប្រែខ្លួនមិនឲ្យមានកំហុសឆ្គងជាលើកទី2ឡើយហើយក៏ដូចជានាងខ្ញុំសុកច័ន្ទបូរមីដែលបានបើកបរធ្វើប្រហែសបង្កគ្រោះថ្នាក់ដល់ប្អូនប្រុសនាងខ្ញុំសូមអភ័យទោសដល់គ្រួសារជនរងគ្រោះព្រមទាំងបងប្អូនទាំងអស់គ្នាកុំយកគំរូតាមនាងខ្ញុំដែលបើកបរធ្វើប្រហែសដែលនាងខ្ញុំពិតជាគ្មានចេតនាក្នុងការធ្វើទេខ្ញុំមានតែម្រាមដៃ10លើជង្គង់សូមពុកម៉ែបងប្អូនទាំងអស់ជួយលើកលែងទោសឲ្យខ្ញុំផង